តាអ្នកធ្លាប់ឆ្ងល់ទៀតថាបើគ្មានបុរសម្នាក់នេះតើភាសាខ្មែរនឹងទៅជាយ៉ាងណាបើគ្មានព្រះអង្គតើអត្តសញ្ញាណជាតិរបស់យើងនឹងត្រូវរលាយបាត់បង់តាមព្យុះសង្គ្រាមឬយ៉ាងណានៅឆ្នាំ1883ក្មេងប្រុសម្នាក់បានចាប់កំណើតក្នុងគ្រួសារកសិករសាមញ្ញនៅខេត្តកំពង់ស្ពឺប៉ុន្តែក្មេងម្នាក់នេះហើយដែលនឹងក្លាយជាមហាបុរសដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជាគឺសម្ដេចព្រះសង្ឃរាជជុនព្រះអង្គបានលះបង់ជីវិតក្នុងស្បង់ជីវរដើម្បីក្លាយជាអ្នកប្រាជ្ញអ្នកនិពន្ធនិងជាវិញ្ញាណនៃអក្សរសាស្ត្រជាតិក្នុងសម័យដែលវប្បធម៌បរទេសកំពុងជន់ជោរសម្ដេចជុនបានប្រើប៊ិចជាអាវុធចាប់ពីឆ្នាំ1915ព្រះអង្គបានដឹកនាំការចងក្រងវចនានុក្រមខ្មែរដែលជាគ្រឹះដ៏មាំមួនមិនអាចរំលាយបានព្រះអង្គបានសម្រាយព្រះត្រៃបិដកពីភាសាបាលីមកជាភាសាខ្មែរដើម្បីឲ្យកូនខ្មែរគ្រប់រូបអាចយល់ពីខ្លឹមសារនៃសេចក្តីល្អដោយខ្លួនឯងនៅឆ្នាំ1941ពិភពលោកបានស្គាល់នូវមោទនភាពរបស់ខ្មែរតាមរយៈបទនគររាជទំនុកចម្រៀងដែលព្រះអង្គបានចងក្រងមិនមែនជាគ្រាន់តែជាបទចម្រៀងនោះទេប៉ុន្តែវាគឺជាសម្រែកនៃសេរីភាពភាពធន់និងសេចក្តីស្រឡាញ់ចំពោះជាតិសាសនានិងព្រះមហាក្សត្រដែលបន្លឺឡើងពេញផ្ទៃប្រទេសរហូតមកដល់សព្វថ្ងៃសម្ដេចព្រះសង្ឃរាជជុនបានយាងចូលទីវង្គតនៅឆ្នាំ1969ប៉ុន្តែមរតករបស់ព្រះអង្គគឺអមតៈរាល់ពេលដែលយើងបើកវចនានុក្រមរាល់ពេលដែលយើងគោរពទង់ជាតិគឺយើងកំពុងរស់នៅក្នុងក្តីស្រមៃរបស់ព្រះអង្គគឺជាអ្នកការពារព្រលឹងខ្មែរហើយមរតកនេះនឹងស្ថិតនៅជាមួយកូនខ្មែរគ្រប់រូបជានិរន្តរ៍មរតកសម្ដេចជុនព្រលឹងនៃអក្សរសាស្ត្រខ្មែរ